បាទជំរាបសួរថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកអំពីការប្រើប្រាស់នៅ jQuery jQuery pop up អញ្ចឹងខ្ញុំគិតថាមួយចំនួនទៅនៃ web developer ប្រហែលជាមិនទាន់ស្គាល់មិនមែនមិនទាន់ស្គាល់មិនថាមិនទាន់ចេះប្រើប្រាស់នៅ plugin របស់ jQuery នៅក្នុងការនៅពេលដែល click ទៅឲ្យវាធ្វើការ pop up ទិន្នន័យចេញមកអញ្ចឹងនេះជាឧទាហរណ៍របស់ខ្ញុំដែលខ្ញុំបង្រៀនលោកនេះឲ្យដូចទៅនឹង example មួយនេះចឹងក្រៅនេះគឺជា article ទី1អញ្ចឹងបើសិនបើខ្ញុំចុចលើ article ទី2 article ទី2វាបង្កប់ជា load ចេញ article ទី2បាទចុច article ទី3វាបង្កប់ជាចេញ article ទី3អញ្ចឹងនៅក្នុង example នេះខ្ញុំបញ្ជាក់អំពីការប្រើប្រាស់ទៅនឹង jQuery plugin មួយដែលគេហៅថា jQuery Review នេះគឺ jQuery model Review jQuery model ដែលវានៅពេលដែលយើងចុចទៅវាធ្វើការ pop up ចេញមកដូចទៅនឹងរបស់ខ្ញុំនេះចឹងឧទាហរណ៍របស់ខ្ញុំនេះចឹងអូខេឥឡូវយើងចាប់ផ្ដើមអញ្ចឹងមុនដំបូងបំផុតអ្នកត្រូវធ្វើការ download នៅ plugin មួយនេះគឺ jQuery model made easy មួយនេះគឺ review តោះមកចុច click download វាទៅតបមកលោកអ្នកនឹងបាន file ដូចបែបនេះបាទ file zip បែបនេះហើយបន្ទាប់មកពលាវាចេញមកហើយ file ដែលយើងត្រូវការបំផុតនោះគឺមានដូចជា jQuery review jQuery 1.4.4 min.js ហើយនឹង style ហើយនឹង model gloss.png អញ្ចឹងឥឡូវយើងចូលទៅក្នុង project របស់យើងតែម្ដងបាទខ្ញុំប្រើ CI អញ្ចឹងខ្ញុំបង្កើត file មួយdirectory មួយឈ្មោះថា public តែនៅក្នុង public នោះវាមានដូចជា CSS បន្ទាប់មក JS បន្ទាប់មកខ្ញុំដាក់ថា photo អញ្ចឹង CSS មានគេខ្លះអញ្ចឹង CSS យើង copy មក copy CSS ហើយនៅ file PNG របស់វាបាទ copy វាតបផាសចូលទៅខាងក្នុងនៃ CSS ផាសចូលហើយមួយទៀតគឺខ្ញុំប្រើប្រាស់ bootstrap អញ្ចឹងខ្ញុំ copy bootstrap ដាក់ចូលនេះគឺ file bootstrap នេះអាចទៅ download នៅខាងក្នុងនេះបាននេះជា bootstrap ខ្ញុំប្រើ bootstrap នេះជា file URL address របស់គេអញ្ចឹងខ្ញុំ copy វានៅខាងក្នុង CSS បាទខ្ញុំផាសចូលខ្ញុំប្រើ min ទេចេញមកវិញនៅក្នុង JS អញ្ចឹងនៅក្នុង JS យើងត្រូវការ jQuery review ហើយនឹង jQuery.min នេះបាទអញ្ចឹងយើង copy វាហើយបន្ទាប់មកផាសចូលបាទផាសចូលបាទគឺមានតែប៉ុណ្្នឹងអញ្ចឹងខ្ញុំបិទអញ្ចឹងឥឡូវនេះយើងចូលមកខាងក្នុងមកខាងក្រៅវិញអញ្ចឹងយើងមាន JS CSS អូខេហើយបន្ទាប់មក photo បាទ photo អញ្ចឹងខ្ញុំមាន photo 3នេះជា photo របស់ខ្ញុំនេះជា photo របស់ខ្ញុំអញ្ចឹងខ្ញុំ copy វាផាសចូលទៅខាងក្នុងអូខេឥឡូវនេះខ្ញុំបានមានរូបភាពរួចរាល់អស់ហើយចុច back មកវិញ back មកទៀតចូលមកក្នុង application តំបន់នៃ view របស់ខ្ញុំនៃ welcome folder welcome របស់ view អញ្ចឹងខ្ញុំធ្វើការលុបចោលទាំងអស់អូនៅក្នុងដូចជានៅខាងក្នុងអូខេត្រឹមត្រូវដូចជានៅខាងក្នុង folder config ខ្ញុំអត់ទាន់ដាក់URL ទេ auto load អត់ទាន់ load URL ទេបាទចុចខ្ញុំ load URL ឲ្យ file មួយសិនអូខេបិទវិញនេះជា file របស់ welcome ពេលចេញមកដំបូងយើងប្រកាសជាឃើញផ្ទាំងមួយនេះហើយអញ្ចឹងខ្ញុំលុប style ហើយនឹងលុបប៉ុណ្នេះចេញអញ្ចឹងនៅកន្លែងនេះខ្ញុំដាក់ថា title របស់វាខ្ញុំដាក់ថា
query pop pop up តមកខ្ញុំ link browse គឺ style set href គឺ best URL បូកជាមួយនឹង public file របស់យើងនេះជាងយើងមកមើលនៅក្នុង public file នៃ CSS បាទ public file នៃ CSS ជា public CSS ដែលមានដូចជា bootstrap ហើយនិង reveal.js ចឹងលបមុនដំបូងគេរបស់ file CSS គឺត្រូវតែ load bootstrap មុន .min.css ហើយបន្ទាប់មកយើងធ្វើការ reload នៅ file CSS មកគឺ reveal.css គឺ file មួយនេះបាទបន្ទាប់មក save ឥឡូវយើងបើក div class នៃ container បាទខ្ញុំបង្កើត div មួយ class នេះអាចធ្វើ style អីក៏បានដែរឥឡូវខ្ញុំធ្វើ style នីមួយៗអញ្ចឹង header ខ្ញុំដាក់ h1 បិទ h1 វិញខ្ញុំដាក់ថា jQuery pop up អូខេចុចខ្ញុំ save ហើយ refresh វាចេញ style មកចេះបាទឥឡូវយើងចេញ style មកប៉ុណ្នេះហើយអញ្ចឹងយើងរៀបចំ content ឲ្យវាមានលក្ខណៈដូចគ្នាអញ្ចឹងអញ្ចឹងមុនដំបូងបំផុតយើងត្រូវចូលមកខាងក្នុងរបប bootstrap យើងយកពាក្យ example ហើយយើង copy កូដទាំងអស់នេះយើង copy កូដទាំងអស់នេះបាទ copy ហើយបន្ទាប់មកចូលនៅខាងក្នុង file របស់យើងខ្ញុំដាក់ div class នៃ wrap article ចុចខ្ញុំផាសចូលកែតម្រូវវាបន្តិចទៅrow អូខេ row ត្រូវហើយហើយនឹងកន្លែងនេះខ្ញុំគួរតែដាក់ article វិញ article ឈឺក្រពះប្រាក់អន្តរជាតិបាទគាត់នេះខ្ញុំបិទ article អូខេត្រឹមត្រូវហើយអញ្ចឹងកែនៅរូបភាព src ដាក់ best URL បូកនិង public បូកនៃ file image របស់យើងគឺ photo slash ដូចជា rename វាដាក់រូបភាពរបស់អ្នកមកចូល photo អូខេ row នេះគឺ photo ហើយកន្លែងនេះខ្ញុំដាក់ថា article food 1 ដាក់ class ឲ្យវាផង class កន្លែងនេះគឺ title នេះ class ងាយស្រួលយកទៅសេ jQuery ក្នុងការចាប់វាយកមកវិញអញ្ចឹង description ខ្ញុំប្រើ libsam អញ្ចឹងខ្ញុំ copy កូដtext របស់ libsam នេះយកដាក់ចូលអញ្ចឹង copy ត្រឹមតែប៉ុណ្ណេះបានហើយ pass អូខេហើយកន្លែងនេះខ្ញុំកែសម្រួលវាបន្តិចច្បាស់ឥតខ្ចោះជាមួយកម្មវិធីថតរូប selfie ផ្លៃច្រើនម៉ូដ Samsung Galaxy A កលិបសម្រាប់យុវវ័យចុះកន្លែងនេះដាក់ថា more detail អូខេឥឡូវខ្ញុំ load file CSS របស់ bootstrap ហើយនឹង reveal.js ហើយបន្ទាប់មក load file របស់plugin reveal របស់យើងមួយទៀតគឺ js បាទនេះគឺ js jQuery ទាំងអស់នេះចឹងបើកមក script បិទ script src ស្មើនឹង best URL មកជាមួយនឹង public /js/ នៃ reveal.js មួយទៀតគឺ
jQuery នេះ Alright, to start up the show, let's dance a little bit with this song from Bah. Philip George. ប៉ុន្តែបាននេះខ្ញុំ save refresh មើលសិនអូខេចុច start ប៉ុណ្នេះចុចខ្ញុំ view source code មើលសិនវាត្រូវនៅអូខេត្រឹមត្រូវអូខេត្រឹមត្រូវហើយឥឡូវយើងមានរូបភាព3ចុចខ្ញុំដាក់កែសម្រួលអូបាទអញ្ចឹងយើងដាក់វា3មក2 3អញ្ចឹងកន្លែងនេះខ្ញុំដាក់ថា2នេះ3អានេះ3និង2ដោយសារវាជារូបភាពរបស់ខ្ញុំបាទឥឡូវនេះចេញមករូបភាព3ប៉ុណ្នេះហើយអញ្ចឹងឥឡូវយើងចូលដល់ file JS របស់យើងតែម្ដងអញ្ចឹងយើងមកមើលខ្ញុំសុំបិទBootstrap ព្រោះយើងអស់ភារកិច្ចក្នុងការប្រើប្រាស់វាហើយអញ្ចឹងខ្ញុំបិទហើយនេះជាឧទាហរណ៍ខ្ញុំក៏បិទដែរហើយលេខ30ក៏អស់ដែរឥឡូវយើងចូលមកមើលក្នុងឧទាហរណ៍របស់គេអញ្ចឹងវាមាន3ជំហានគឺធ្វើការ file load ចូលហើយបន្តមក make up នៅ model ហើយបន្តមក attaching your handler អញ្ចឹងយើងអាចបង្កើតនៅបង្កើតនៅយើងអាចចូលទៅមើល file demo ដែលយើងធ្វើការ download មកអញ្ចឹងយើងចូលមើល file demo របស់វាហើយបន្តមកយើងធ្វើនេះ file demo.html យើងអាចធ្វើការកែចុច edit មួយ node page មកអញ្ចឹងយើងអាច copy ទៅនឹង script របស់វានេះ copy script របស់វា A មួយនេះយើង copy វាហើយបន្តមកយើងយកមកដាក់នៅចំនួននៃខាង button A របស់យើងនេះទាំងអស់វិញអញ្ចឹងយើងកែតម្រូវអញ្ចឹង A ដូចគ្នាអូខេ click បាទខ្លះទៅដូចគ្នាចុចក្នុងកែតម្រូវ class អូខេមាន rule password enter បាទអញ្ចឹងដូចគ្នាហើយអូនៅសល់ button នេះបាទអូខេលុបចោលចឹងបាក់ផាសដាក់ចូលប៉ុណ្នេះចុច copy ដាក់ចូលទៅនឹង article នីមួយៗទាំងអស់ pass បន្ទាប់ពីធ្វើប៉ុណ្ណឹងបានហើយតោះមកខ្ញុំ comment វាបន្តិច Alright, that was Philip George with Nhưng mà thà Wish You Were Mine. Chỉ khó Well, one. 10 minutes after 12 o'clock on Love FM 97.5. Have you seen the new Samsung Và ní Galaxy S cứ smartphones? Well, you can buy the article Samsung 2 Galaxy A3, A5, or A7.ហើយ They នៅ are ត្រង់ very នេះ popular with the young គឺ generation. article And, 3 Samsung Galaxy has 3 key features that make it so Okay. popular. ឥឡូវនេះ and យើងបាន so article cool. របស់យើងនីមួយៗនេះមក Well, the ហើយ three features are គឺខ្ញុំ the save first ហើយ one, ហើយបន្តមក display, យើង and refresh design, and then the អូខេមិនមាន elements បញ្ហាអីទេដល់ពេល themselves. click ទៅវាអត់មានអីទេអញ្ចឹងឥឡូវយើងចូលដល់ jQuery របស់ I'll យើង tell you those three. អញ្ចឹងយើងចូលមកក្នុង file demo មួយនេះ In the អញ្ចឹងយើង meantime, អាច let's go copy for ទៅនឹង some more music. model This មួយ is នេះ Nico Smith with copy code វាយកមកហើយបន្តមកយើង pass កន្លែងដូចជាកន្លែង row ទេចុះយើងអាច copy ដាក់វានៅខាងក្រោមនេះបាទចុះយើងសាក save តមក refresh ចាំមើលថាតើវានៅពេលដែលយើង click លើ button មួយនេះតើវាមាន load អីមកអត់អូខ្ញុំអាច12មើលសិនវាប្រហែលជាមានបញ្ហាមិនដែលអូខេប្រហែលជាតាក់ទងទៅនឹង script ណាមួយហើយcheck for review អូវាមានបញ្ហា review JS វាមានបញ្ហាអូយើងដាក់វានៅខាងក្រោមយើងដាក់វានៅខាងលើវិញមិនត្រឹមត្រូវបាទអញ្ចឹងយើង save refresh ម្ដងទៀត click
អូខេវា pop up ចេញមកហើយតែវា pop up ទិន្នន័យដដែលដោយសារតែទិន្នន័យនៅខាងក្នុងរបស់យើងនេះគឺទិន្នន័យប៉ុណ្នេះដែលវាធ្វើការ pop up ចេញមកនេះបាទអញ្ចឹងវា pop up ទិន្នន័យចេញប៉ុណ្ណឹងបាទគឺទិន្នន័យមានដដែលដែរអញ្ចឹងយើងប្រើ jQuery ក្នុងការផ្លាស់ប្ដូរទៅនឹងទិន្នន័យទាំងអស់ដែលចាប់យក article food 1 food 2 food 3ហ្នឹងទៅតាម click របស់យើងធ្វើការដាក់ចូលអញ្ចឹងយើង file demo យើងបានហើយយើងបិទវិញទៅឥឡូវនេះយើងចូលមកដល់ JS អញ្ចឹងយើងបាក់ script បិទ script អញ្ចឹងយើងប្រើ $document ready នៃ function អូខេ ready នៃ function អញ្ចឹងអា12សិនបាទហើយយើងចាប់យកនៅ A មួយនេះអញ្ចឹងយើងចាប់យក IDនៃ BTN ចុចចាប់យក ID នៃ BTN ទៅអស់អូគួរតែចាប់យកនៅជា class មួយព្រោះវាមានច្រើនអញ្ចឹងយើងគួរតែចាប់យកវាជា class វិញយើងដាក់ថា BTN BTN អីគេចេះគួរតែ BTN pop up អូខេដាក់ចឹងយើង copy វាមកសាច់ថ្មីមកកន្លែងនេះយើងគួរតែដូរឈ្មោះវាចេញទៅដាក់ឈ្មោះអីក៏បានដែរចឹងដាក់ឈ្មោះថាដាក់ឈ្មោះថា article food ឥឡូវយើង copy មកទៅអស់ហើយ replace ទាំងអស់នេះ replace ហើយបន្តមកយើងធ្វើការដូរទៅនឹងឈ្មោះវានេះខ្លះឯង my ម្ដាយនេះដែរដោយសារយើងបានដូរនៅខាងក្នុងនៃ ID នេះហើយអញ្ចឹងវាចាប់យក attribute របស់ data river នៃ ID នេះអញ្ចឹងយើងត្រូវ copy វាហើយផ្លាស់ប្ដូរកន្លែងនេះដែរបាទបានហើយអញ្ចឹងយើងសាកទៅមើលម្ដងទៀត refresh ហើយនេះយើងខ្លុំវាសិនទៅយកវាជា element ចឹងបើសិនបើយើង click វាម្ដងទៀតអូខេវានៅតែដំណើរការឥឡូវយើងចាប់យកនៅ BTN pop up ចឹងដុល្លារ A class នៃ BTN pop up ធ្វើការ click នៃ function click នៃ function អញ្ចឹងនៅពេលដែលវា click នៅពេលដែលវា click យើងចង់ឲ្យវាធ្វើអីគេអញ្ចឹងទៅពេល click ឲ្យវាចាប់យកទៅនឹង parent របស់វាអញ្ចឹងខ្ញុំឲ្យវាចាប់យក parent នៅ thumbnail មួយនេះបាទចាប់យក thumbnail មួយនេះអញ្ចឹងខ្ញុំបង្កើត variable មួយនៃ article parent អញ្ចឹងស្មើនឹងដុល្លារនៃ this នឹងមានន័យថាគឺ function A នៃ click event target មួយនេះទៅពេលដែលវា click ចាប់យក event target របស់វានេះឲ្យវាធ្វើការស្វែងរកនៅ parent របស់វា parent របស់វាគឺ div class នៃ thumbnail មួយនេះអញ្ចឹងយើង copy វាមកពេលដាក់ div class ហើយ pass ចូលនៃ thumbnail មួយនេះតោះមកយើងឲ្យសាកតេស្តមើល parent article parent article parent មួយនេះឲ្យវា add class មើលសិន parent ចឹងយើងសាកមើលសាក view អូខេ refresh ចឹងយើង inspect វាម្ដងទៀត inspect លើមេរបស់វាគឺ article ចឹងនេះចុះបើសិនបើយើងធ្វើការ click ទៅលើ button មួយនេះវាប្រកបជាចេញ add class នៅ parent វាចូលខាងក្នុងនេះហើយយើងធ្វើការ click អូខេនេះគឺជា class parent របស់វាខ្ញុំបិទវិញចុះយើងទៅមើលផ្សេងមួយទៀតព
ពួកវាយើងប្រើ event target មានថា function នេះ this ឲ្យវា find ទៅនឹង parent របស់វាខ្លួនឯងតែម្ដងអញ្ចឹងនេះ thumbnail របស់វាគឺអត់ទាន់មានចឹងនេះ thumbnail ទីនេះ article food ទី2នេះអត់ទាន់មានទេ class នៃ parent ចឹងដល់ពេលយើង click វាប្រកាសជា add អូខេអញ្ចឹងវា add parent ណាចឹងយើងចាប់ parent វាបានហើយឥឡូវនេះយើងចាប់ parent វាបានហើយអញ្ចឹងដល់អ្វីដែលយើងត្រូវធ្វើអ្វីដែលយើងត្រូវធ្វើនោះគឺទៅចាប់ class នៅ parent របស់វាតោះមកចាប់យកនៅអីគេនៅ caption យកមកហើយយើងទៅមើលនៅ P ចឹងចាប់យក P class នៅ description ដក text ចឹងយើងយកតែ text ទេចឹងយើងយក P class description ហើយមួយទៀតគឺរូបភាពមួយទៀតចឹង var នៃ img ស្មើនឹងដូចគ្នាចឹងដែរតែយើងយកឲ្យវា find នៅ img នៃ attribute របស់ src យើងចាប់យក attribute របស់src វិញchứចាប់យកតែ link មួយនេះទេអញ្ចឹងយើងចាប់យកនៅ img ហើយមិនមែនជា text ទេយើងព្រោះវាជា img វាអត់មាន text ទេអញ្ចឹងយើងចាប់យក attribute នៃ src បានហើយបាទឥឡូវពេលដែលយើងចាប់បានប៉ុណ្្នឹងហើយយើងធ្វើការ insert វាចូលទៅខាងក្នុងនៃ article food ID នៃ article food នៃ h1 ចូលទៅខាងក្នុងនេះវិញអញ្ចឹងខ្ញុំដាក់ថាកាត់ var មួយទៀត var នៃ pop up box ចឹងដែរស្មើនឹងដុល្លារវាគួរតែជា object បាទវាគួរតែជា object ចឹងចាប់យក class របស់វា ID មួយនេះមកច្បាស់ឥតខ្ចោះជាមួយកម្មវិធីថតរូប selfie ប្លែកៗច្រើនចឹងប្រើធុងឈូកគឺដើម្បីចាប់ ID ហើយបន្ទាប់មកខ្ញុំបិទវិញហើយបន្ទាប់មកពេលបានប៉ុណ្ណឹងហើយចឹងដាក់វាអត់ត្រូវគ្នាចេះតែអញ្ចឹងខ្ញុំឲ្យយកនៅដុល្លារនៃ pop up box នេះហើយធ្វើការស្វែងរកនៅ h1 ដាក់ class វាមួយផងគឺ style store ហើយ class នៃ description អញ្ចឹងឲ្យវាស្វែងរកនៅគេនៅ h1 class class នៃ type store ឲ្យវាដក text នៃគេ text នៃ title មួយនេះជួយយើង copy title ហ្នឹងដាក់ចូលមកហើយវាមានលក្ខណៈដូចគ្នាអញ្ចឹងគឺ p មួយនេះ p នៃ description ជួយ copy វាមកដូរវិញ p នៃ description នៃកន្លែងនេះក៏ description ដែរ
description មួយនេះបាទចឹងយើងសាក់សែវហើយតមកយើងធ្វើការ refresh ទៅលើកន្លែងនេះអញ្ចឹងយើងសាក់លុបទិន្នន័យនៅខាងក្នុងនេះចោលអស់មើលអញ្ចឹងទិន្នន័យរបស់វាប្រកាសជាអត់មានទេខ្ញុំបិទអូខេបិទហើយខ្ញុំ refresh ម្ដងទៀតអញ្ចឹងខ្ញុំ click លើវាម្ដងទៀតអូខេចេញមកហើយគឺ article food 1 ចុះបើសុំចុចលើ article food 3ចឹង article food 3បាទឥឡូវខ្ញុំកែ style ដូចទៅចឹងទៅចូលទៅក្នុង bootstrap វិញដូចជា bootstrap component media ជឿធ្វើ style ឲ្យវាដូចទៅនឹងឧទាហរណ៍របស់ខ្ញុំដែលខ្ញុំបានបង្ហាញលោកអ្នកនោះអញ្ចឹងបើសិនយើងបើសិនមកយើងចាប់យកជំនាញខាង web ហើយបើសិនមកយើងមិនចេះ jQuery មកក៏ JavaScript នោះទេវាពិបាកក្នុងការបង្កើតក្នុង website មួយដែលជាលក្ខណៈ standard ហើយវាមើលទៅ classic វាពិបាកចឹងលោកអ្នកគួរតែរៀនអំពី jQuery ឬមួយក៏ JavaScript ក៏បានដែរអញ្ចឹងខ្ញុំបើក bootstrap របស់ខ្ញុំមកអស់ហើយអញ្ចឹងអ្វីដែលខ្ញុំត្រូវតែង style នោះគឺខ្ញុំដូរ style ក្នុងការ pop up ដល់ប្រើ CSS របស់ bootstrap វិញអត់ឲ្យវាចេញ style ទម្រង់បែបនេះទេមួយទៀតបាទអញ្ចឹងនេះបាទយក style មួយនេះកុំតែខ្ញុំរៀង slow តិចហ៎វាពិតជា slow មែនអូអត់ចោះក្រោមអញ្ចឹងអូខេខ្ញុំសង្ឃឹមថាវាមកលឿន connection ច្រើនណាស់អញ្ចឹងយើង copy code script របស់ bootstrap នៅក្នុងបន្លោះនេះមកអូខេឥឡូវខ្ញុំដាក់ A នេះមិនមាន A link ទេ Justin Timberlake with Holy ហើយ Grail H3 class អូខេតាមទៅកន្លែងនេះដាក់ P មួយទៅ And this hour is brought to you by the new Samsung Galaxy A. នៃ Now for the description coolest ទៅ part, the new Galaxy A ហើយនេះ series លុបចេញ gives unmatched selfies. ចឹងយើងដូរ class វិញចឹងយើងចាប់យក class media នៃ To heading check out these super selfie camera features and functions, well, media you នៃ start heading with ចឹងយើងប្រើ a 5 H4 វិញ megapixel front camera, and then the Okay. selfie functions, which are បានហើយបន្តមករូបភាពមួយទៀតនៅរូបភាពមួយទៀត animated GIF, ចឹងរូប beauty ភាព face class features, and នៃ via object cam មួយនេះ selfie. ចឹងយើង copy វាដូចគ្នាចឹងឲ្យវាស្វែងរកនៅ IMG class name media object ដល់ ACTR attribute ដូចគ្នាហ្នឹងនៃ SRC គឺអីគេនៃ IMG បាទអញ្ចឹងខ្ញុំ save ហើយ refresh ម្ដងទៀត ហើយតាមសម័យមែនណាអេកាត់តែមើលកាត់តែអត់ខ្ចោអេ ចាំមើលដល់ពេលយើង click តើវាចេញមិន និយាយអីហ្នឹង អូខេចេញមក style ដូចគ្នាហ្នឹងហើយអូបាត់ A របស់ខ្ញុំហើយ ទូរស័ព្ទចំនួនថ្មី ខ្ញុំ copy ម្ដងទៀត រៀង slim ខ្ញុំបើក file demo ម្ដងទៀតសិន ច្បាស់ឥតខ្ចោជាមួយកម្មវិធីថតរូប selfie คลิกបាត់ file A មហា file close close តែមានកន្លែងនេះតែវាអត់មាន close អញ្ចឹងយើង copy A នេះមកបាទបិទវិញហើយដាក់ A នៅខាងក្រោមបាទឥឡូវនេះបានរួចរាល់អស់អស់វាមាន error script មួយ check what it pop up index Yes, it's just that cool. But Mr. Dip just texted me again and saying that Mini today is the quality World of Water update. Day. Okay, I I'll- didn't know either.
ចុច refresh មួយ Today ទៀត is World Water Day. What do you do to save water? ចុចមើល script របស់យើង attribute នៃ SRC តែប៉ុន្តែ attribute នេះយើងមិនគួ be រ a ទៅសេអញ្ចឹង vegetarian? ទេ Why not? We're talking SRC. about water. NASA claims that Good California photo. has only Okay, 1 let's year save. of water Refresh. left in reservoirs. ឥឡូវគឺចប់ហើយអញ្ចឹងខ្ញុំចុចលើ article food When 2 we left, អញ្ចឹងវាចេញ article food 2 there are ways ចុចលើ that- article food 3 ចុចលើ article food Well, 3 let's ហើយរូ just បភាព start ក៏ដូរ saving ដែរ water from now ហើយ on, នឹង guys. article Especially if you- food 1 if you វាចេញ go to article food 1 countryside, បាទ I អ believe. ញ្ចឹងរៀបរាល់ហើយកូដរបស់ខ្ញុំ You can អ see ញ្ចឹងអរគុណ those សម្រាប់ people, ការ you ទស្សនា know, in នៅ living in វីដេអូ poverty ដែលខ្ញុំបានបង្រៀនលោកអ្នក find it អំពី so ការ hard ប្រើ to ប្រាស់ just នៅ get clean jQuery water. pop up តែប្រើប្រាស់ plugin ឈ្មោះថា You know, when- Reveal when you jQuery ម្ដង when you just Made want to Easy start- បាទអរគុណ start thinking. ជម្រាប